ចេះតែអង្គុយឆ្ងល់ថាមិនអនបត្តិសកម្មភាពខ្លះៗនៅក្នុងវីដេអូមុនកាលពិតទៅវីដេអូខ្លះទៀតគឺនៅក្នុងទូរស័ព្ទមួយទៀតហើយខំប្រាប់ខ្លួនឯងដែរថាកុំថតទូរស័ព្ទពីរតែថតទូរស័ព្ទពីរគឺចឹងឯងនៅពេលដែលកាត់ទូរស័ព្ទមួយអស់គឺមកឆែកមើលទូរស័ព្ទមួយទៀតទើបដឹងថាវីដេអូខ្លះគឺថតនៅសល់នៅក្នុងទូរស័ព្ទមួយទៀតបងប្អូនអរគ្នានេះគឺជាវីដេអូដែលខ្ញុំផ្លេចដាក់នៅក្នុងសកម្មភាពបោះតង់រកត្រីនៅពីវីដេអូមុនអញ្ចឹងបានខ្ញុំឆ្ងល់ថាហេតុអីបានជាសកម្មភាពកណាត់នៅក្នុងវីដេអូដែលយើងទៅបោះតង់លើកមុនហ្នឹងបងប្អូនអរគ្នាអញ្ចឹងដោយសារតែខ្ញុំថតទូរស័ព្ទពីរផ្សេងគ្នាដល់ពេលអញ្ចឹងទៅយើងអត់បានផ្ញើទៅកាត់តរួមគ្នាហើយស្រាប់តែខ្ញុំយកទូរស័ព្ទមួយមកឆែកមើលគឺមានសកម្មភាពខ្លះនៅក្នុងវីដេអូនៅក្នុងទូរស័ព្ទមួយនេះទៀតអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងវីដេអូមុនគឺអត់បានដាក់ពេញជាមួយនឹងសកម្មភាពទាំងមូលទេដោយសារតែនៅក្នុងទូរស័ព្ទនេះអញ្ចឹងឥឡូវនេះគឺខ្ញុំបានកាត់យកសកម្មភាពដែលផ្លេចនៅក្នុងទូរស័ព្ទនេះបន្តបន្ថែមទៀតយកមកផុសម្ដងទៀតហើយឲ្យបងប្អូនទស្សនាមើលកំសាន្តតាក់ទងជាមួយនឹងសកម្មភាពដែលខ្ញុំទៅបោះតង់នៅលើភ្នំអត់ទាន់អស់ទេបងប្អូនអរគ្នាទើបពីមកដល់ទីតាំងដែលយើងពេញចិត្តហើយគឺមានតការតឡើងតង់រៀបចំតុរៀបចំអីដើម្បីយើងដាក់ដាំបាយដាំអីអញ្ចឹងណាបងប្អូនអរគ្នាហើយតុយើងគឺកន្លែងថ្មដែលយើងចង់អង្គុយហ្នឹងគឺវាអត់ស្មើទេអញ្ចឹងខ្ញុំត្រូវការធ្វើការច្នៃបាទយកថ្មយកមកដាក់កលវាដាក់ឲ្យវាស្មើដើម្បីយើងបានដាក់ឆ្នាំងដាំអីដាំបាយដាំអីទៅគឺវាអត់ផ្អៀងបន្ទាប់ពីរៀបចំតុស្មើហើយទុកឲ្យប្រពន្ធខ្ញុំដាំបាយពួកខ្ញុំក៏នាំគ្នាចុះមកដាក់មងដើម្បីយើងទុកដោះត្រីព្រឹកបន្ទាប់ពីរាយភ្លាមគឺយើងបានត្រីមួយភ្លាមតែម្ដងហើយបន្ទាប់មកទៀតវីដេអូហ្នឹងគឺកាត់ដល់ពេលព្រឹកតែម្ដងបងប្អូនគ្នាពេលព្រឹកគឺជាពេលដែលស្រស់ស្រាយខ្លាំងបំផុតនេះគឺជាព្រឹកខ្ទង់ម៉ោងប្រហែលជា5:30ជាងបងប្អូនគ្នា5កន្លះគឺយើងបានងើបមកមើលជាមួយនឹងទេសភាពបងប្អូនអាចមើលជាក់ស្ដែងបានទេសភាពពេលព្រឹកទៅជាភ្នែកហើយខ្ញុំក៏បានរៀបចំតឡើងជាមួយនឹងកាមេរ៉ាកាំអីដើម្បីដាក់ថតការដោះមងដើម្បីដាក់នៅលើ YouTube បងប្អូនអរគ្នាអាចមើលវីដេអូដែលប្រភេទវីដេអូផ្ដេកនៅលើ YouTube បានដែលវាមានកម្រិតច្បាស់ជាងសកម្មភាពដែលខ្ញុំថតនៅក្នុងកាមេរ៉ាហើយយើងមើលទៅឃើញត្រីបងប្អូនគ្នាយើងមើលទៅឃើញត្រីបដើហើយអញ្ចឹងធ្វើការលុបមុខលុបមាត់ឲ្យហើយសិនមុននឹងយើងដោះត្រីហើយមងយើងក៏មើលទៅរៀងលដាលកោសដែរដោយសារទឹកហូរខ្លាំងព្រោះថាយប់មិញបើសិនជាយើងគិតទៅរកកន្លែងដែលស្ងប់គឺវាប្រើពេលយូរម៉ោង8កន្លះជាងម៉ោង9ហើយអញ្ចឹងអ្វីដែលយើងអាចធ្វើបានលឿនបំផុតគឺយើងដាក់តែម្ដងទៅដាក់កន្លែងណាក៏បានដែរអាស្រ័យលើយើងចង់ដាក់អញ្ចឹងណាបងប្អូនទាំងអស់គ្នាប៉ុន្តែបានត្រីគួរសមដែរបងប្អូនមិនមែនអត់ត្រីទេទោះបីជាទឹកហូរទោះបីជាម៉ោងយើងវិលវាអត់មានសាច់ពេញនៅក្នុងទឹកក៏ប៉ុន្តែត្រីដែលយើងទទួលបានបងប្អូនអាចឃើញជាក់ស្ដែងបានគឺត្រីធំល្អមែនទែនហើយសាច់វាគឺផ្អែមណាស់នៅពេលដែលយើងអាំងបងប្អូនអាចមើលដល់ពេលដែលពួកខ្ញុំញ៉ាំណាពេលដែលពួកខ្ញុំអាំងទំនងខ្លាំងមែនទែនបងប្អូនគ្នាអញ្ចឹងត្រីស្រែបែបនេះត្រីភ្នំបែបនេះបងប្អូនគ្នាបងប្អូនភ្លក់ម្ដងបានដឹងថាវាជាតិខ្លាំងប៉ុណ្ណាបងប្អូនគ្នាហើយសកម្មភាពដោះត្រីគឺបន្តបន្ទាប់ទៀតរហូតបងប្អូនគ្នាអត់ទាន់អស់ទេដាក់ត្រីនឹងទឹកហូរគឺបានត្រីដែរអញ្ចឹងខ្ញុំគិតថាបើសិនជាយើងដាក់នៅទឹកដែលស្មើទឹកដែលស្ងប់ណាអាចនឹងបានត្រីច្រើនជាងនឹងអញ្ចឹងបងប្អូនគ្នាអញ្ចឹងចាំលើកក្រោយឱកាសក្រោយពួកខ្ញុំនឹងដាក់រោកន្លែងណាដែលថាវាមានទឹកស្ងប់អាចនឹងបានត្រីច្រើនយកមកផ្ទះខ្លះទៅណាដើម្បីយើងទុកញ៉ាំហើយមួយវិញទៀតគឺយើងដល់វគ្គដែលត្រូវធ្វើត្រីឲ្យស្អាតព្រោះយើងមិនអាចញ៉ាំទាំងអាចនោមវាទេពោះវាពោះតាំងគេទេគឺយើងធ្វើឲ្យស្អាតឲ្យហើយមកហើយការលាងត្រីលាងអីគឺលាងជាមួយនឹងទឹកនឹងតែម្ដងហើយមកដល់ការអាំងបងប្អូនឃើញអត់គ្រាន់តែអាំងក្រហមមកគឺសាច់វាតំណងហើយឈ្ងុយមែនទេបើសិនជាបងប្អូននៅនឹងទៅគឺឈ្ងុយហើយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតបែបនេះនាពេលព្រឹកបងប្អូនអ្នកឃើញអត់ទេសភាពគឺស្អាតខ្លាំងមែនទែនទោះបីជាទឹកមិនមែនច្រើនហើយមិនមែនជ្រោះធំក៏ប៉ុន្តែយើងមើលទៅគឺស្រស់ស្អាតហើយនេះគឺជាការសាងមងទុកបងប្អូនគ្នាយើងទុកដាក់លើក្រោយទៀតហើយបងប្អូនអាចមើលសាច់មងជាក់ស្ដែងបានសាច់មងគឺអញ្ចឹងឯងគឺវាល្មូអស់ហើយវាល្មូរុំជើងគ្នាហើយតែតាមទឹកហូរហើយវាមានសាច់មងនៅក្នុងធ្លាក់ចុះទៅក្រោមទេដល់ពេលចឹងទៅធ្វើឲ្យត្រីយើងគឺបានមកសមល្មមដែលយើងអាចញ៉ាំបាននៅពេលតែថ្ងៃហ្នឹងតែព្រឹកហ្នឹងម្ដងចឹងបងប្អូនគ្នាហើយពួកខ្ញុំក៏បន្តសកម្មភាពនឹងរហូតទៅដល់ថ្ងៃរសៀលបានខ្ញុំចាប់ផ្ដើមមកផ្ទះវិញហើយពេលមកជួបជាមួយនឹងភ្លៀងអីទៀតហើយនេះគឺទស្សនភាពតង់ដេកយប់មិញបងប្អូនឃើញអត់ដេកក្រោមដើមឈើបែបហ្នឹងឯងហើយម៉ូតូយើងគឺទុកនៅខាងលើមនុស្សគឺចុះដេកនៅក្រោមមាត់ទឹកវាមានមាត់ទឹក2-3តង់ហ្នឹងបងប្អូនគ្នាបន្ទាប់មកទុកម៉ូតូនៅលើដេកនៅក្រោម
ហើយមកអង្គុយហូបនៅក្នុងទឹកចឹងបន្ទាប់មកយើងបានប្រទះជាមួយនឹងដើមភ្ញៀវមកដើមផ្លែច្រើនមែនទែនបងប្អូនគ្នាមើលជាក់ស្ដែងបានគឺដើមភ្ញៀវនេះគឺអាចនិយាយបានថាបើសិនជាច្រកក្រុងវិញគឺ2 3ក្រុងហើយវាមាន4 5ដើមប៉ុន្តែខ្ញុំបេះតែមួយដើមនឹងបានឲ្យថតបងប្អូនអរគ្នាមើលហើយពួកខ្ញុំធ្វើការបេះតែមួយថងទេបងប្អូនអរគ្នាយកមកញ៉ាំនៅក្នុងទឹកយកមកញ៉ាំនៅក្នុងទឹកអត់បានបេះច្រើនទេជាមួយនឹងភ្ញៀវនេះដោយសារតែយើងគិតថាវាជារបស់ព្រៃចឹងវាមិនគួរនឹងយើងទៅបេះយកច្រើនណាស់ណាដើម្បីយកមកហូបទេគឺយើងបេះមួយថងយកមកអង្គុយញ៉ាំលេងនៅមាត់ទឹកទៅបានហើយសកម្មភាពនេះអាចនឹងដាច់ខ្លះបងប្អូនអរគ្នាអត់មានសកម្មភាពពេញតាក់ទងជាមួយនឹងការញ៉ាំសកម្មភាពញ៉ាំបាយញ៉ាំអីទៀតដោយសារខ្ញុំបានដាក់ក្នុងវីដេអូមុនអស់ហើយនេះផ្លេចទេអញ្ចឹងក៏កាត់ដល់ពេលដែលពួកខ្ញុំមកផ្ទះវិញបងប្អូនអរគ្នាទិដ្ឋភាពចុះពីផ្លូវគឺពោពេញទៅដោយភ្នំការចូលនេះមានជាមួយនឹងដើមហៅដើមកងោកអាហ្នឹងស្អាតខ្លាំងមែនទែនតាមផ្លូវហើយតុបចិត្តនឹងជប់ក៏ដាក់ពុះលេងទៅហើយអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាមកនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំជូនពរបងប្អូនទាំងអស់គ្នារស់ស៊ីទៅតែមានបានហើយសុខភាពល្អបាយបាយ